មុនហ្នឹងខ្ញុំគឺបញ្យល់ខាងតាណាពេលយប់ពេលថ្ងៃឥឡូវខ្ញុំតាណាពេលយប់ម្ដងចា12ម៉ោងដែរអញ្ចឹងចាក់ដៃស្ដាំម្ដងបងប្អូនចា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
6 7 8 9 10 11 12ចារីតុងដុំចាអញ្ចឹងក្នុងអ្នកទីម្នាក់ហ្នឹងយើងអាចចាប់ពីដងពុកម៉ែបងប្អូនដោយសារបៀយើងមានតែ32សន្លឹកទេយើងត្រូវរើអត្ថន័យចាក្នុងដុំឆែកសាប់បៀអញ្ចឹងមក7ដងប្រហែលដងប្រហែលទៅចាកាត់ទៅហើយរីបៀដូចមិញបាទចាអញ្ចឹងសម្រាប់បង្គោលតែម្នាក់ទេចាចានេះកន្លែងចានេះរៀនមក12ម៉ោងអញ្ចឹង12ម៉ោងយើងចាប់ពីម៉ោងនឹងពេលយប់ចាប់ពីម៉ោង7ទៅម៉ោង7យប់ចាចាប់ពីម៉ោង7ដោយសារយើងមើលវគ្គមុនពេលថ្ងៃពីម៉ោង6ទៅហើយអញ្ចឹងអ្នកមើលតាំងពីថ្ងៃយើងមើលប្រហែលនេះម៉ោង7ចាម៉ោង7អញ្ចឹងមានន័យថាយើងចេញដំណើរម៉ោង7ល្អអត់អីទេយើងនៅពេលដែលយើងមើលពេលយប់ម្ដងអញ្ចឹងណាពុកម៉ែបងប្អូនចាម៉ោង7អញ្ចឹងម៉ោង7យើងចេញដំណើរទៅល្អម៉ោង8ម៉ោង8គឺខ្ញុំដាច់ខាតដល់ចេញទេចាដាច់ខាតម៉ោង8ម៉ោង9ម៉ោង10ចេញទៅដែរប៉ុន្តែវាអាចថាធ្វើឲ្យយើងខកខានដំណើរអីចឹងតែយើងនិយាយថាយើងជួបរឿងល្អប៉ុន្តែវាអត់ទាន់ខាតដំណើរការអញ្ចឹងម៉ោង7 8 9 10នេះ9 10នេះអត់ទេអញ្ចឹង11 12អញ្ចឹងលេខបង្គំអ្នកហ្នឹងម៉ោង11 12គឺលេខគ្រោះថ្នាក់អញ្ចឹងដល់ចេញទេម៉ោង11 12ហ្នឹងគឺត្រូវប្រុងប្រយ័ត្នចាអញ្ចឹងចូលម៉ោងដែល1ម៉ោង2ក៏អត់ឲ្យចេញដំណើរដែរចាវាអាចជួបបញ្ហាខ្លះម៉ោង10ម៉ោង1ម៉ោង2ម៉ោង3ចាម៉ោង1ម៉ោង2ម៉ោង3គឺអត់ឲ្យចេញទេគឺអត់ល្អអញ្ចឹងចាម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង5ម៉ោង6អញ្ចឹងមានថាលេខអស់នេះខ្ញុំនិយាយបញ្ជាក់ថានៅពេលយប់ទូងចាប់ពីម៉ោងប្រហែលនេះគឺអត់ល្អទេតែ1 2 3 4 7 8 9 10 11ចាប់ពី11នេះចេញទៅគឺអត់ឲ្យទេប៉ុន្តែបើសិនអ្នកនឹងសំខាន់នៅក្នុងម៉ោងហ្នឹងអញ្ចឹងខ្ញុំអាចឆ្លៀតក្នុងការរើសម៉ោងណាដែលខ្ញុំឲ្យចេញដើរចាព្រោះម៉ោងនេះបង្គោលម្នាក់ហ្នឹងពេលយប់គឺគ្រោះថ្នាក់ច្រើនអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងប៉ុណ្ណឹងអរគុណច្រើនពុកម៉ែបងប្អូនចា